សេដ្ឋកិច្ចនៅក្នុងប្រទេសកូរ៉េបច្ចុប្បន្ននេះគឺពិបាកខ្លាំងមែនទែនសម្រាប់បងពលករដោយសារតែលុយវ៉ុនចុះថោកហើយដុល្លារឡើងថ្លៃផងអញ្ចឹងនៅតាមរោងចក្រហើយផ្សេងហ្នឹងរោងចក្រខ្លះត្រូវបិទទ្វាររោងចក្រខ្លះទៀតក៏ខ្សែធនរោងចក្រខ្លះទៀតក៏ជំរុះបុគ្គលិកចោលខ្លះដោយសារតែកង្វះខាតការងារប៉ុន្តែបុគ្គលិកច្រើនជាក់ស្ដែងដោយរោងចក្ររបស់ខ្ញុំធ្វើរាល់ថ្ងៃនេះដែរកាលពីខ្ញុំមកអាណត្តិទី1គឺមានការងារធ្វើរហូតច័ន្ទសុក្រច័ន្ទសៅរ៍ធម្មតាទៅប៉ុន្តែពេលដែលខ្ញុំឡើងមកអាណត្តិទី2នេះគឺអត់មានការងារធ្វើហ្មងមួយសប្តាហ៍គឺឲ្យធ្វើតែមួយថ្ងៃពីរថ្ងៃចឹងទៅហើយឲ្យសម្រាកសប្តាហ៍ខ្លះឲ្យសម្រាកមួយសប្តាហ៍ខ្លះឲ្យសម្រាក2សប្តាហ៍ដោយសារតែធ្វើការបានតិចថ្ងៃពេកថាម៉ោងបានតិចម៉ោងពេកអញ្ចឹងមិនថាគេមិនថាខ្ញុំទេដូចតែគ្នាហ្នឹងពេលដែលបើកលុយមកម្ដងមិនសូវជាសប្បាយចិត្តប្រហែលទេត្រូវផ្ញើទៅផ្ទះផងត្រូវទុកខ្លួនឯងចាយសម្រាប់ទិញម្ហូបហូបចុកតរំទៅដល់ពេលបើកលុយម្ដងទៀតផងគឺល្វីងមុខហ្មងហើយពេលដែលមកទិញម្ហូបសម្រាប់ហូបចុកម្ដងហ្នឹងបាទទាំងបន្លែទាំងសាច់ទាំងអីទាំងអស់ហ្នឹងគឺឡើងថ្លៃទាំងអស់ចាំមិនថាលុយវ៉ុនចុះថោកហើយហ្នឹងម្ហូបឡើងថ្លៃទៀតវាពិបាកគ្រប់យ៉ាងហ្មងតែអីទោះបីជាឡើងថ្លៃយ៉ាងណាក៏ត្រូវតែទិញហូបដែរព្រោះវាជាតម្រូវការបើសិនជាអត់ទិញហូបទេអត់មានកម្លាំងសម្រាប់ធ្វើការបន្តទៅមុខទៀតហើយថ្ងៃនេះដែរហើយដោយសារតែមកទិញសាច់ទិញបន្លែផងហ្នឹងហើយប្អូនដែលធ្វើការជាមួយគ្នាហ្នឹងក៏ថាក្លៀនសាច់អាំងក៏ឆ្លៀតចូលសាច់អាំងដែលនៅចិត្តកន្លែងដែលទិញម្ហូបទិញសាច់ហ្នឹងបាទបងប្អូននៅកូរ៉េប្រហែលជាស្គាល់ហើយសាច់អាំងបែបហ្នឹងគឺជាសាច់អាំងbuffet ទាំងជនជាតិកូរ៉េទាំងជនជាតិផ្សេងតាមដែលខ្ញុំមើលឃើញទៅគឺគេចូលចិត្តហូបបែបហ្នឹងដែរដោយសារតែតម្លៃវាអត់ថ្លៃទេក្នុងម្នាក់ហើយម្ហូបក៏សមរម្យនឹងហូបមានជាសាច់មានជាបន្លែមានជាផ្អែមផងអីផងអញ្ចឹងតែសម្រាប់ខ្ញុំចូលចិត្តតែតុងហើយនឹងសាច់ជ្រូក3ជាន់ទេដោយសារតែពីរមុខហ្នឹងវាឆ្ងាញ់ហើយបងប្អូនដែលធ្វើការនៅកូរ៉េទាំងអស់គ្នាហ្នឹងប្រសិនបើអត់ទាន់ធ្លាប់សាក buffet បែបហ្នឹងទេសូមសាកល្បងទៅហូបម្ដងទៅ